ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ញ៉ាំធម្មជាតិជាថ្មីម្ដងទៀតបន្ទាប់ពីបងប្អូនបានឃើញសកម្មភាពនៃការឡើងបេះព្រីងឥឡូវយើងមកធ្វើក្លុកអំបិលញ៉ាំទាំងអស់គ្នាបន្ទាប់ពីបេះហើយគឺខ្ញុំបានយកទៅដាក់ក្នុងធុងទឹកកកប៉ុន្តែដើម្បីឲ្យកាន់តែឆាប់ត្រជាក់គឺថាយើងលេងផ្លូវកាត់គឺដាក់ទឹកកកពីលើបន្ថែមហ្មងដើម្បីឲ្យវាកាន់តែឆាប់ត្រជាក់អញ្ចឹងណាហើយណាមួយនៅពេលដែលយើងប្រើក្មួយឲ្យទៅបងអំបិលក្មួយថាមានអំបិលស្រាប់អញ្ចឹងក៏ក្មួយយកអំបិលចាស់ហ្នឹងអញ្ចឹងយកមកដាក់តែម្ដងអានេះយើងលក្ខណៈថាយើងលហន់អីចឹងណាតែខ្ញុំrecommendបងប្អូនឲ្យបុកអំបិលថ្មីទៅវាចូលជាតិគ្នាល្អវាឆ្ងាញ់ជាងប៉ុន្តែអានេះវាសារកណ្ណយើងលហន់ញ៉ាំអីចឹងយើងយកអំបិលដែលមានស្រាប់យកមកដាក់បន្ទាប់ពីដាក់អំបិលហើយយើងធ្វើការក្លុកវាដើម្បីឲ្យវាចូលជាតិជាមួយនឹងអំបិលហើយនឹងព្រីងហ្នឹងឲ្យវាចូលជាតិគ្នាបានល្អអញ្ចឹងណាបងប្អូនតទៅពីចូលជាតិគ្នាហើយគឺមកយើងមកបើកប្រអប់ញ៉ាំទាំងអស់គ្នាអញ្ចឹងណាបងប្អូនអូយបងប្អូនមើលព្រីងធំល្អណាស់ហើយវាតែព្រីងឡើងត្រជាក់ដាក់ជាមួយអំបិលចេះទៀតអូយដាក់មួយម៉ាត់គឺថាជាតិមកជាតិហើយបងប្អូនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការទស្សនារបស់បងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណអ្នកទាំងអស់គ្នា